Hello សួស្តីអ្នកគ្នាស្មាននេះមកម៉ាននៅណាញ៉ាំបាយនៅថ្ងៃនេះខ្ញុំមកចែករំលែកពីរបៀបធ្វើបាយឆាហើយបាយឆានឹងដែរមានតែពងហើយនឹងសាច់ក្រកហើយការ៉ុតមួយក៏យើងអាចធ្វើបានដែរអញ្ចឹងសង្ឃឹមថាអ្នកគ្នាមើលវីដេអូហ្នឹងហើយធ្វើតាមអ្នកគ្នាអញ្ចឹងដំបូងយើងយកការ៉ុតមកហើយចិតវាជាចំណុចតូចៗដើម្បីឲ្យវាងាយស្រួលក្នុងការឆាហើយនៅក្នុងនឹងដែរបើយើងមានពោតមានបន្លែផ្សេងទៀតក៏អាចដាក់ចូលបានដែរតែដោយសារតែខ្ញុំអត់មានអញ្ចឹងខ្ញុំដាក់តែការ៉ុតមួយទេពេលចិតហើយយើងយកវាទុកម្លែកដើម្បីត្រៀមក្នុងការឆាតមកទៀតយើងយកសាច់ក្រកយកមកចិតជាចំណិតស្ដាងមកដើម្បីវាពេលយើងឆាទៅវាងាយក្នុងការឆ្អិនអញ្ចឹងណាហើយនៅក្នុងសាច់ក្រកហ្នឹងខ្ញុំដាក់2ដោយសារតែមួយមើលទៅវាអត់សូវតំណងចឹងខ្ញុំដាក់2ដើម្បីវាមានរសជាតិកាន់តែឆ្ងាញ់ជាងហ្នឹងគ្រឿងផ្សំរបស់យើងមានបាយមានបន្លែការ៉ុតមានសាច់ក្រកចឹងទៅហើយថែមជាមួយនឹងពងទា2គ្រាប់ពងទាហ្នឹងយើងមិនបាច់ក្លុកវាទេហើយបន្តមកទៀតអ្នកទាំងគ្នាត្រូវដាក់ខ្ទះឲ្យក្តៅហើយបន្តមកទៀតដាក់ខ្លាញ់ចូលតិចហើយយើងដាក់ពងចូលមកដោយសារតែខ្ញុំច្រឡំវាយអញ្ចឹងវារៀងបែកមុនអញ្ចឹងណាហើយពងហ្នឹងយើងឆាកុំសូវយើងត្រឡប់វាកុំសូវឲ្យឆ្អិនពេកបន្តមកទៀតយើងយកវាចេញសិនណាយកវាចេញហើយយើងបាច់លាងឆ្នាំងឲ្យយើងដាក់ខ្លាញ់បន្ថែមបន្តមកទៀតយើងដាក់សាច់ក្រកចូលសាច់ក្រកហ្នឹងយើងត្រូវឆាវាឡប់វាឲ្យយូរតិចទៅប្រហែលជារយៈពេល1ទៅ2នាទីដើម្បីវាឡើងក្រៀមអញ្ចឹងទៅវាមានក្លិនក្អូបហើយវាមានរសជាតិឆ្ងាញ់ជាងមុនហើយខ្ញុំបានឆាវារៀងយូរដែរបន្តមកទៀតយើងគ្រាន់តែដាក់បន្លែយើងចូលបន្ថែមមកគឺការ៉ុតយើងដាក់បញ្ចូលហើយបន្តមកទៀតយើងកូរវាឲ្យវាសព្វល្អហើយរយៈពេលនៃការដាក់ការ៉ុតនឹងចូលហ្នឹងយើងអាចដាក់ទៅ2រយៈពេល2ទៅ3នាទីដើម្បីវាមានសភាពទន់ល្អតែបើយើងគិតថាវាខ្លាញ់ហ្នឹងវាអត់សមល្មមយើងអាចដាក់ទឹកបន្ថែមបានដើម្បីវាកាន់តែទន់ល្អអញ្ចឹងណាហើយយើងទុកវារឿងយូរតិចទៅដើម្បីវាទន់រយៈពេល2ទៅ3នាទីហើយបន្តមកទៀតខ្ញុំក៏បានដាក់បាយចូលហើយបាយហ្នឹងពេលដែលយើងដាក់ចូលយើងត្រូវដាក់បើកភ្លើងឲ្យខ្លាំងទៅហើយបើកភ្លើងខ្លាំងយើងត្រូវត្រឡប់វាឲ្យលឿននៅរយៈពេលដែលយើងត្រឡប់វាលឿនហ្នឹងយើងគ្រាន់តែដាក់រយៈពេលត្រឹម2ទៅ3នាទីទៅបានសមល្មមហើយបន្តមកទៀតអត់មានអីបាទេយើងគ្រាន់តែដាក់ខ្ញុំដាក់ជាមួយនឹងគ្រឿងផ្សំនៅក្នុងហ្នឹងខ្ញុំដាក់ជាមួយនឹងរ៉ាឌីបន្តិចហើយនឹងជាមួយនឹងប្រេងខ្យងតិចទៅប៉ុណ្្នឹងឯងហើយបន្តមកទៀតយើងដាក់ពងយើងដាក់ពងចូលមកបន្តមកទៀតយើងដាក់ពងដែលយើងកោះហើយហ្នឹងយើងដាក់ចូលមកហើយត្រឡប់វាខ្លាំងហើយពេលហ្នឹងយើងក៏ត្រូវតែបើកភ្លើងដើម្បីវាខ្លាំងហើយបន្តមកទៀតក៏ឆាវារហូតចឹងទៅត្រឡប់វារហូតចឹងទៅកុំឲ្យដាច់វាអត់សូវឈ្ងុយហើយជាតិវាអត់សូវចូលល្អរួចរាល់ហើយអ្នកនរគ្នាចឹងញ៉ាំអត់មើលឃើញតំណងអត់ណែនេះបាយឆាស្នាដៃកូនបើមានសាច់ក្រកពងទាតែមានរសជាតិឈ្ងុយឆ្ងាញ់បើសិនជាអ្នកនរគ្នាគិតថាមើលទៅតំណងអាចកូពីតាមខ្ញុំបានហើយគ្រឿងផ្សំងាយមានពងមានយើងបាយបើសិនជាបាយពីយប់កាន់តែល្អដែរ